ស្ត្រីម្នាក់បានភ្ញាក់ដឹងខ្លួនឡើងហើយបានរកឃើញថាខ្លួនឯងត្រូវបានគេបង្ខាំងទុកនៅក្នុងទូកុងតឺន័រដែលបិទជិតមួយរាងកាយផ្នែកខាងក្រោមរបស់នាងត្រូវបានជោគជាមដោយទឹកសមុទ្រដ៏ត្រជាក់ស្រេបនាងបានប្រឹងងើបក្បាលសម្លឹងទៅមើលរន្ធតែមួយគត់ដែលមានប៉ុន្តែនៅខាងក្រៅមានតែសមុទ្រដ៏ធំល្វឹងល្វើយឥតព្រំដែនរឿងរ៉ាវទាំងអស់នេះសុទ្ធតែជាស្នាដៃរបស់ស្វាមីនិងមិត្តភក្តិជិតស្និទ្ធរបស់នាងជាអ្នកបង្កឡើងដើមឡើយនាងធ្លាប់គិតថាខ្លួនឯងគឺជាមនុស្សដែលមានក្តីសុខបំផុតនៅលើโลกប៉ុន្តែនាងស្មានមិនដល់តតែសោះថាស្វាមីរបស់នាងបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយមិត្តសម្លាញ់ដែលនាងបាននាំចូលមកក្នុងផ្ទះពួកគេមិនត្រឹមតែបានសម្លាប់បងប្រុសរបស់នាងប៉ុណ្ណោះទេប៉ុន្តែពេលនេះដើម្បីដណ្ដើមយកភាគហ៊ុនដ៏ច្រើនមហាក្រោមឈ្មោះរបស់នាងពួកគេថែមទាំងចង់យកនាងដែលកំពុងមានផ្ទៃពោះទៅបោះចោលក្នុងសមុទ្រទៀតផងនៅពេលឃើញទឹកសមុទ្រកំពុងហូរចូលតាមរន្ធមិនដាច់នាងក៏ប្រញាប់យកដៃខ្ទប់រន្ធនោះព្រោះបើទឹកនៅតែបន្តហូរចូលទូកុងតឺន័រនឹងត្រូវលិចបាត់មិនខាននាងបានបង្ខំចិត្តឲ្យខ្លួនឯងស្ងប់ស្មារតីដើម្បីរកវិធីដោះស្រាយភ្លាមនោះនាងស្រាប់តែសម្លេងសារទូរស័ព្ទបន្លឺឡើងនាងក៏ប្រញាប់ដកទូរស័ព្ទចេញមកដោយក្តីរំភើបប៉ុន្តែអេក្រង់ទូរស័ព្ទបានបែកខ្ទេចអស់ទៅហើយមិនអាចដោះសោបានឡើយនាងព្យាយាមរលាស់ទឹកចេញពីទូរស័ព្ទប៉ុន្តែវាមិនបានផលអ្វីសោះរហូតធ្វើឲ្យនាងខឹងស្ទើរតែក្រវែងទូរស័ព្ទនោះចោលទៅក្នុងទឹកបន្ទាប់ពីស្ងប់ចិត្តនាងក៏ប្រញាប់ស្វែងរកឧបករណ៍សម្រាប់រស់រានមានជីវិតនៅក្នុងទូទំនិញដែលគេបោះចោលនោះហើយបានប្រែស្កុតបិទយ៉ាងណែនដើម្បីបិទរន្ធកាត់បន្ថយល្បឿននៃការហូរចូលរបស់ទឹកសមុទ្រទោះជាយ៉ាងណាក៏ដោយភ្លាមនោះនាងស្រាប់តែមានអាការៈឈឺពោះនាងគិតក្នុងចិត្តថាឬមួយក៏ខ្ញុំត្រូវសម្រាលកូនហើយសំណាងល្អវាគ្រាន់តែជាការភ័យស្លន់ស្លោមួយពេលប៉ុណ្ណោះបន្ទាប់ពីសម្រួលអារម្មណ៍បាននាងក៏បន្តរៀបចំសម្ភារជុំវិញខ្លួនហើយមិនយូរប៉ុន្មាននាងក៏បានយកប្រអប់ឈើមកធ្វើជាគ្រែតូចមួយសម្រាប់សម្រាកដើម្បីរក្សាកម្ដៅរាងកាយកុំឲ្យត្រាំក្នុងទឹកសមុទ្រដ៏ត្រជាក់ទៀតប៉ុន្តែដោយសារតែភាពងុយគេងអស់កម្លាំងនិងការស្រេកឃ្លាននាងក៏បានលង់លក់ទៅយ៉ាងលឿនក្នុងពេលជាមួយគ្នានោះនៅម្ខាងទៀតឪពុករបស់នាងស្រាប់តែភ្ញាក់ព្រឺតពីគ្រែពេទ្យទាំងស្រែកហៅឈ្មោះកូនស្រីខ្លាំងគាត់បានប្រាប់ប្រពន្ធរបស់គាត់ថាកូនស្រីមិនទាន់ស្លាប់ទេគាត់បានយល់សប្តិឃើញកូនស្រីកំពុងជាប់គាំងក្នុងសមុទ្រហើយស្រែកហៅឲ្យគេជួយរហូតនិយាយបណ្ដាគាត់ក៏ចង់ចុះទៅជួយកូនស្រីបណ្ដាដោយមិនគិតពីអាការៈជំងឺដ៏ធ្ងន់ធ្ងររបស់ខ្លួនឡើយប៉ុន្តែអ្នកម្ដាយគិតថាប្តីរបស់គាត់ប្រហែលជាមានអាការៈវង្វេងវង្វាន់ដោយសារតែការបាត់បង់កូនស្រីខ្លាំងពេកទើបយំផងនឹងប្រាប់ឲ្យប្តីស្ងប់ចិត្តផងដោយនិយាយថាកូនស្រីបានជួបគ្រោះថ្នាក់ក្នុងសមុទ្របាត់ទៅហើយតើអាចនៅរស់បានយ៉ាងដូចម្តេចទៅពេលនោះបុរសជាប្តីដែលជាមនុស្សអាក្រក់បានមកដល់ក្នុងអាការៈភ័យស្លន់ស្លោហើយធ្វើពុតជាសម្ដែងថាទាំងអស់នេះគឺជាកំហុសរបស់ខ្លួនដែលមិនបានការពារប្រពន្ធឲ្យបានល្អឪពុកមានការស្អប់ខ្ពើមនិងស្ដីបន្ទោសកូនប្រសារយ៉ាងខ្លាំងដោយនិយាយថាគាត់នឹងមិនលើកលែងទោសឲ្យកូនប្រសាររូបនេះអស់មួយជីវិតឬដូច្នោះភ្នែករបស់កូនប្រសារអាក្រក់ក៏បង្ហាញនៅភាពខ្មៅងឹតបន្ទាប់មកស្ត្រីដែលជាមិត្តសម្លាញ់ពោពេញដោយល្បិចក៏បានលើកឡើងថាពេលនេះក្រុមហ៊ុនកំពុងមានភាពវឹកវរយ៉ាងខ្លាំងដោយសារតែគ្មានអ្នកគ្រប់គ្រងហើយបានប្រាប់ឲ្យអតីតប្រធានក្រុមហ៊ុនប្រញាប់រកវិធីដោះស្រាយបុរសអាក្រក់នោះបានប្រាលេថាឪពុកក្មេកមានសុខភាពមិនល្អទើបឲ្យគាត់សម្រាប់ព្យាបាលចុះចាំខ្លួនទៅចាត់ចែងការងារក្នុងក្រុមហ៊ុនឲ្យរួចរាល់សឹមមកសុំទោសគាត់តាមក្រោយនៅពេលចាក់ចេញពីបន្ទប់ពេទ្យបុរសអាក្រក់និងស្ត្រីមានល្បិចក៏ចាប់ផ្ដើមធ្វើសកម្មភាពដោយការសូកប៉ាន់ភាគនិចដើម្បីត្រៀមខ្លួនរឹបអូសយកកម្មសិទ្ធិរបស់ក្រុមហ៊ុនសិននីគ្រប់ចំណែកខាងទៀតវិញបន្ទាប់ពីស្ត្រីរងគ្រោះបានភ្ញាក់ឡើងដោយសារភាពរងានាងក៏បានឃើញថាស្កុតដែលបិទរន្ធនោះត្រូវបានទឹកសមុទ្រច្រានដាច់ចេញតាំងពីពេលណាក៏មិនដឹងនាងចង់បិទវាម្ដងទៀតតាមវិធីដែរប៉ុន្តែស្កុតនោះអស់ជាតិស្អិតបាត់ទៅហើយភ្លាមនោះនាងក៏ក្រឡេកទៅឃើញបន្ទះជ័រសម្រាប់បិទឲ្យចិត្តនៅលើប្រអប់រក្សាអាហារនាងក៏ប្រញាប់ប្រើកាំបិតឆ្កេះវាចេញហើយយកវាមកញ៉ាត់បញ្ចូលគ្នាដើម្បីខ្ទប់រន្ធបង្ហូរទឹកទាំងពីរបន្ទាប់មកនាងបានទាញយកទូយ៉ោជ័រមួយចេញពីកាបូបឧបករណ៍ដែលរកឃើញកាលពីមុនរួចសុបទូយ៉ោនោះតាមរន្ធបញ្ចេញទៅខាងក្រៅហើយប្រើប្រអប់សារអាហារដងទឹកចាក់បញ្ចូលក្នុងទូយ៉ោដើម្បីបង្ហូរទឹកចេញទៅខាងក្រៅតាមវិធីនេះទោះបីជាល្បឿនបង្ហូរទឹកយឺតបន្តិចមែនប៉ុន្តែវាបានជួយសម្រាលបានច្រើនចុងក្រោយនាងបានប្រើស្កុតពណ៌លឿងបិទនៅលើជញ្ជាំងកុងតឺន័រដើម្បីកត់ត្រាការប្រែប្រួលនៃកម្រិតទឹកបន្ទាប់ពីធ្វើរឿងទាំងអស់នេះរួចភាពស្រីឃ្លានក៏បានវាយលុកមកយ៉ាងខ្លាំងនាងបានកាយរកឃើញដំបងមួយដុំចុងក្រោយនិងទឹកបរិសុទ្ធមួយដបប៉ុន្តែបន្ទាប់ពីញ៉ាំរួចនាងក៏ធ្លាក់ក្នុងភាពព្រួយបារម្ភជាថ្មីម្ដងទៀតព្រោះទោះបីជាទូកុងតឺន័រមិនទាន់លិចនៅពេលនេះក៏ដោយប៉ុន្តែបើគ្មានអាហារនិងទឹកក៏នាងមិនអាចតស៊ូបានយូរដែរភ្លាមនោះម្ដាយរបស់នាងស្រាប់តែខលមកនាងគិតថានឹងបានរួចខ្លួនហើយប៉ុន្តែព្រំលិខិតហាក់ដូចជាលេងសើចនឹងនាងយ៉ាងខ្លាំងព្រោះស្រាប់តែមានរលកមួយបោកមកបណ្ដាលឲ្យទូរស័ព្ទធ្លាក់ចូលទៅក្នុងទឹកក្រសោបរំសំឡេងម្ដាយនៅក្នុងទូរស័ព្ទបន្លឺឡើងនានាគឺកូនមែនទេកូននិយាយមកនានាហេតុអ្វីក៏កាត់ខ្សែចោលចឹងបន្ទាប់មកក៏មានសំឡេងឆ្លើយតបស្វ័យប្រវត្តិថាលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលដែលស្ត្រីរងគ្រោះចិត្តអស់សង្ឃឹមទៅហើយស្រាប់តែមានសំឡេងស៊ីភ្លេចប៉ាល់បន្លឺឡើងមកដល់ត្រចៀករបស់នាងក៏ប្រញាប់ស្ទុះទៅកាន់រន្ធកុងតឺន័រហើយស្រែកហៅឲ្យគេជួយឆ្ពោះទៅរកទីដៅរបស់កប៉ាល់នោះប៉ុន្តែដោយសារតែចម្ងាយឆ្ងាយពេកតតែឡើងទៅលើដំបូលកុងតឺន័រទើបអាចមានអ្នកមើលឃើញគិតរួចនាងក៏ដកស្វានអគ្គិសនីដែលរកឃើញមុននេះមកប្រើហើយវាពិតជាអាចស្វានធ្លុះដាច់មែនមិនយូរប៉ុន្មាននាងក៏ស្វានបានរន្ធជាច្រើននៅលើដំបូលប៉ុន្តែដល់វគ្គចុងក្រោយស្វាននោះក៏អស់ថ្មតែម្ដងពេលនេះនាងមានអាការៈវិលមុខយ៉ាងខ្លាំងដោយសារការស្រេកឃ្លានចុងក្រោយដោយសារតែអស់កម្លាំងខ្លាំងពេកនាងក៏បានសន្លប់បាត់ស្មារតីទៅលុះដល់ពេលយប់ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យនាងភ្ញាក់ដឹងខ្លួនឡើងនាងបានស្រែកថាកុំអីជួយកូនរបស់ខ្ញុំផងទឹកភ្លៀងបានហូរតាមរន្ធដែលស្វានរួចចូលមកក្នុងទូកុងតឺន័រនាងក៏ប្រញាប់យកប្រអប់រក្សាអាហារមកត្រង់ទឹកភ្លៀងនៅពេលដែលមានទឹកសម្រាប់ផ្គត់ផ្គង់នាងក៏មានកម្លាំងចិត្តឡើងវិញហើយបានដកខ្សែពូមួយមកដើម្បីព្យាយាមគាស់បន្ទះដែកនៅលើដំបូលនៅខណៈពេលនោះនាងបានបញ្ចេញកម្លាំងយ៉ាងហិមារហូតដល់ទីបំផុតបន្ទះដែកនោះត្រូវបាននាងទាញឲ្យហាប់ចេញជាចន្លោះមួយភ្លាមនោះសំឡេងស៊ីភ្លេចប៉ាល់ក៏បានបន្លឺឡើងម្ដងទៀតនាងក៏ស្រែកខ្លាំងថាជួយផង